សន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះមកនៅប្រហែល98កាលពីថ្ងៃច័ន្ទដោយបានបន្តការធ្លាក់ចុះសម្រាប់វគ្គទី2ខណៈដែលការរំពឹងទុកនៃការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់សម្ពាធលើតម្លៃប្រាក់ដុល្លារហើយអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗក្នុងសប្តាហ៍នេះផងដែរផ្នែកខ្លះនៃរដ្ឋាភិបាលនឹងបិទនៅថ្ងៃពុធនេះប្រសិនបើសភាបរាជ័យក្នុងការអនុម័តគម្រោងចំណាយថវិកាមុនឆ្នាំសារពើពន្ធបញ្ចប់នៅថ្ងៃអង្គារទោះបីប្រធានាធិបតី Donald Trump គ្រោងនឹងជួបមេដឹកនាំសភានៅពេលក្រោយនៅថ្ងៃនេះដើម្បីទប់ស្កាត់ការបិទទ្វារក៏ដោយពាណិជ្ជករក៏បានទន្ទឹងរង់ចាំរបាយការណ៍ប្រាក់បៀវត្សមិនមែនកសិកម្មនៅខែកញ្ញាសម្រាប់សញ្ញាទីផ្សារការងាររួមជាមួយនឹងការបើកការងារប្រាក់ខែឯកជននិងសន្ទុះការបញ្ជាទិញពីរោងចក្រនិងសេវាកម្មទិន្នន័យដ៏រឹងមាំរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានបង្អាក់ការរំពឹងទុកសម្រាប់ការកាត់បន្ថយកាន់តែស៊ីជម្រៅរបស់ Fed ដោយទីផ្សារឥឡូវនេះបានកំណត់ការបន្ទាបការប្រាក់ 0.40% នៅចុងឆ្នាំប្រាក់ដុល្លារបានធ្លាក់ចុះយ៉ាងច្រើនបើធៀបនឹងប្រាក់អឺរ៉ូប្រាក់ផោននិងប្រាក់យេនតម្លៃមាសបានកើនឡើងលើកម្រិត$3,790ក្នុង1អោនកាលពីថ្ងៃច័ន្ទដោយខិតជិតទៅដល់កម្រិតខ្ពស់បំផុតដែលបានប៉ះកាលពីសប្តាហ៍មុនដោយសារការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបន្ថែមទៀតនិងប្រាក់ដុល្លារដែលធ្លាក់ចុះទិន្នន័យបានបង្ហាញកាលពីថ្ងៃសុក្រទិន្នន័យអតិផរណា PCE របស់សហរដ្ឋអាមេរិកបានចេញផ្សាយមកស្របតាមការរំពឹងទុកបានពង្រឹងការទាយទុកថាធនាគារកណ្ដាលអាមេរិកអាចបន្តគោលនយោបាយបន្ធូរបន្ថយនៅចុងឆ្នាំនេះបច្ចុប្បន្នទីផ្សារកំពុងកំណត់ការទាយទុកឱកាស 90% នៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែតុលានិងប្រហែល 65% នៃ probability នៃការផ្លាស់ប្ដូរបន្ថែមនៅក្នុងខែធ្នូក្នុងពេលជាមួយគ្នានេះវិនិយោគិនកំពុងតាមដានហានិភ័យនៃការបិទរដ្ឋាភិបាលអាមេរិកដែលអាចនឹងមានការកើតមានឡើងឆាប់ៗនេះដែលអាចពន្យាពេលនៅក្នុងការចេញផ្សាយទិន្នន័យទីផ្សារការងារសំខាន់ៗនិងការធ្វើឲ្យមានភាពស្មុគស្មាញដល់ដំណើរការនៃការសម្រេចចិត្តរបស់ Fed នៅលើផ្នែកពាណិជ្ជកម្មលោកប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុនបានប្រកាសជុំថ្មីនៃពន្ធគយដែលផ្ដោតទៅលើឱសថនាំចូលរថយន្តដឹកទំនិញនិងគ្រឿងសង្ហារិមដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី1ខែតុលាដែលនេះបានបន្ថែមភាពមិនច្បាស់លាស់បន្ថែមទៀតដល់ទស្សនវិស័យសេដ្ឋកិច្ចអាមេរិក